ชีวิตสัตว์ស្លាបដែលត្រូវបានគេបខ្លាចបំផុតនៅលើពិភពលោកកាសូវរីគឺជាសត្វស្លាបមួយប្រភេទដែលពិតជាគួរឲ្យខ្លាចហើយត្រូវបានគេស្គាល់ថាជាសត្វស្លាបដែលគួរឲ្យជៀសវាងបំផុតនៅលើពិភពលោកវាមានស្លាបតែមិនអាចហោះហើរបាននោះទេសត្វស្លាបប្រភេទនេះមានដើមកំណើតស្ថិតនៅក្នុងទ្វីបអូស្ត្រាលីនិងក៏ញូហ្គីនីអំបូររបស់វាជាសាច់ញាតិយ៉ាងជិតស្និទ្ធនឹងសត្វអ៊ីម៉ូនិងអូស្ត្រាលីយ៉ាឬក៏អូទ្រីសចំពោះរូបរាងលក្ខណៈពិសេសរបស់វាមានកម្ពស់ចាប់ពី 1.5 ម៉ែត្រទៅ 2 ម៉ែត្រហើយមានទម្ងន់ពី 70 ទៅ 80 គីឡូក្រាមការសម្គាល់ទៅលើពណ៌នៃស្បែកគឺមានពណ៌ខៀវឬខ្មៅនិងមានកន្ទុយខ្មៅស្រអាប់នៅលើក្បាលរបស់វាមានដុះជាប្រភេទឆ្អឹងដែលមានរូបរាងដូចជាមួកឬក៏ចាស់ហើយឆ្អឹងនេះក៏មានប្រយោជន៍សំខាន់ណាស់សម្រាប់បក្សីកាសូវរីនេះដែលវាអាចការពារក្បាលរបស់វានៅពេលដែលវារត់ទៅតាមព្រៃអ្វីដែលសំខាន់និងគួរឲ្យចម្លែកទៅទៀតនោះគឺជើងរបស់វាមានក្រចកវែងរហូតដល់ទៅ 12 សង់ទីម៉ែត្រជាពិសេសសម្រាប់ម្រាមជើងកណ្ដាលរបស់វាដែលមានរូបរាងដូចជាកាំបិតដែលអាចសម្លាប់សត្រូវរបស់វាបានយ៉ាងងាយចំពោះលក្ខណៈអត្តចរិតនិងសកម្មភាពដ៏សាហាវរបស់វាកាសូវរីគឺជាសត្វដែលមានអាកប្បកិរិយាហិង្សានិងឆាប់ខឹងប្រសិនបើមានគេទៅរំខានវាហើយវាអាចរត់លឿនដល់ទៅ 50 គីឡូម៉ែត្រក្នុង1ម៉ោងនិងអាចលោតបានកម្ពស់ដល់ទៅ 1.5 ម៉ែត្រនៅពេលដែលវាប្រហែលវាអាចលោតឡើងលើធ្វើសកម្មភាពដោយជើងមួយរបស់វាហើយក្រចកវាអាចបំបែកសាច់ឬក៏ឆ្កែចូលជំហានជាឆ្នូតដូចមុខកាំបិតដែលជាអាវុធដែលសាហាវអាចសម្លាប់សត្រូវដែលមានបំណងចង់មកយាយីវាកន្លងមកក៏មាននៅករណីមនុស្សស្លាប់ដែលសារតែកាសូវរីនេះយ៉ាងពិតប្រាកដតាមកំណត់ត្រាជាពិសេសអ្នកដែលចិញ្ចឹមឬក៏អ្នកដែលបានចូលទៅក្បែរវាដោយខ្វះការប្រុងប្រយ័ត្នរាល់ចំណុចទាំងនេះហើយដែលវាត្រូវបានគេហៅថាសត្វស្លាបគួរឲ្យខ្លាចជាងគេនៅលើផែនដីសម្រាប់ចំណីអាហាររបស់វានិងការរស់នៅក្នុងព្រៃកាសូវរីជាប្រភេទសត្វបរិសុទ្ធសាសដោយការបរិភោគផ្លែឈើរុក្ខជាតិបក្សីប្រភេទនេះមានតួនាទីយ៉ាងសំខាន់នៅក្នុងព្រៃដោយវាជួយបន្តពូជឈើតាមការស៊ីគ្រាប់ផ្លែឈើកាសូវរីមានអាយុកាលពី 30 ទៅ 40 ឆ្នាំការបន្តពូជនិងការចិញ្ចឹមកូនរបស់វាដោយសត្វញីមានតួនាទីផ្ដល់កំណើតជាសុទ្ធហើយអាឈ្មោលជាអ្នកមើលថែរក្សាអាឈ្មោលវាទៅមើលថែរក្សាសុទ្ធរយៈពេលប្រហែល 50 ទៅ 55 ថ្ងៃដោយចាប់ពីថ្ងៃដែលមីញីបានពងហើយវាបានថែរក្សាកូនរបស់វារហូតដល់ពេញវ័យសម្រាប់សម្បកសិទ្ធិរបស់វាមានពណ៌បៃតងភ្លឺឬដូចពណ៌ត្នោតហើយក៏មានពណ៌ស្រដៀងទៅនឹងស្លឹកឈើជាដើមបន្ទាប់ពីបានរៀបរាប់នៅលក្ខណៈរបស់វាបក្សីប្រភេទនេះក៏មានជាប់ពាក់ព័ន្ធទៅនឹងជំនឿហើយនឹងរឿងព្រេងបុរាណផងដែរដោយនៅក្នុងវប្បធម៌របស់យូហ្គីនីនិងអូស្ត្រាលីបុព្វបុរសជឿថាកាសូវរីគឺជាវិញ្ញាណនៃអ្នកការពារព្រៃព្រោះវាមានក្បាលដូចជាសត្វបុរាណខុសប្លែកពីគេហើយមានសំឡេងប៊ុំប៊ុំដែលស្នូរដូចគ្រាប់បែកទុះដែលបន្លឺឡើងនៅពេលដែលវាហៅឬក៏ខឹងនៅតាមតំបន់មួយចំនួនកាសូវរីត្រូវបានគេជឿថាមានវប្បធម៌របស់ព្រះអាទិត្យឬជាអ្នកដែលបានបង្កើតដើមឈើនិមិត្តសញ្ញានៃការប្រមានមួយចំនួននៅពេលដែលមានគេទៅតំបន់ដែលមានកាសូវរីរស់នៅគឺកុំចូលទៅជិតវានិងបង្ហាញកាយវិការឬក៏អាកប្បកិរិយាចំអកឬក៏ច្រងេងច្រងាំងណាមួយដែលអាចធ្វើឲ្យវាយល់ច្រឡំថាជាសត្រូវបើសិនជាធ្វើឲ្យវាយល់ខុសនោះច្បាស់ណាស់ថានឹងទទួលបានលទ្ធផលដែលធ្វើឲ្យយើងនឹកស្មានមិនដល់យ៉ាងណាមិញនៅក្នុងជំនឿបុរាណអូស្ត្រាលីមានពាក្យមួយហៅថាពេលវេលាបង្កើតពិភពលោកដែលបានសម្គាល់ពីយុគសម័យដំបូងបំផុតនៃពិភពលោកវាជាពេលវេលាដែលសត្វនិងព្រះវិញ្ញាណដ៏អាថ៌កំបាំងបានបង្កើតភ្នំទន្លេព្រៃនិងមនុស្សហើយកាសូវរីក៏ត្រូវបានគេរាប់បញ្ចូលផងដែរដោយមានរឿងនិទានបុរាណមួយមានចំណងជើងថាកាសូវរីនិងការបង្កើតពិភពលោកតើរឿងរ៉ាវនោះត្រូវបាននិទានបែបណាក៏សូមអ្នកទាំងអស់គ្នាតាមដានស្ដាប់ដូចតទៅ
នៅដើមកាលមុនពេលដែលមានភ្នំទន្លេឬក៏មនុស្សរស់នៅក្នុងរយៈកាលនោះគឺមានភាពងងឹតនិងស្ងៀមស្ងាត់ពេញផ្ទៃពិភពលោកមេឃនៅជាប់នឹងដីប្រៀបដូចជាអាវខ្មៅធំមួយគ្របលើអ្វីៗទាំងអស់ដែលមើលមិនឃើញប៉ុន្តែនៅទីនោះមានសត្វស្លាបមួយប្រភេទមានជីវិតរស់នៅនិងមានសន្តានលក្ខណៈចម្លែកសត្វស្លាបមួយប្រភេទនោះមានក្បាលដែកពណ៌ខៀវភ្លឺនិងជើងធំធំដូចដំបងថ្មហើយវាត្រូវបានគេសម្គាល់ជាសូវរីវាមិនមែនជាបក្សីធម្មតានោះឡើយនាងជាសត្វវិញ្ញាណដែលបានចុះមកពីលើមេឃដើម្បីមកបើកភ្នែកឲ្យពិភពលោកភ្ញាក់ពីគេងដែលមានអាយុកាលរាប់ពាន់ឆ្នាំមកនោះចេញពីភាពងងឹតនិងភាពស្ងប់ស្ងាត់នាងបានរត់ជុំវិញផ្ទៃផែនដីដែលមិនមានអ្វីសោះបន្ទាប់មកនាងក៏បានបើកស្លាបដ៏ធំរបស់នាងទាំងគូបោកប៉ះទៅលើផ្ទៃដីបន្ទាប់មកធូលីតូចល្អិតដែលរសាត់នោះបានប្រែក្លាយទៅជាខ្សាច់គ្រោះជាផ្លូវទន្លេដោយស្នាមជើងរបស់នាងក្រោយមកនៅតាមដានជើងរបស់នាងបានបង្កើតបានទៅជាភ្នំនិងផ្ទៃដីដែលស្រុតចុះទៅបាតមានរាងជាខ្សែបង្កើតបានទៅជាទន្លេនៅពេលដែលនាងចុះមកលើផ្ទៃដីសម្រាប់ក្រចកវែងៗរបស់នាងបានចាក់ចូលទៅក្នុងដីបង្កើតបានទៅជាដើមឈើដំបូងនាងបានសម្លឹងមើលរូបភាពដែលវាត្រូវបានដោះចេញមកពេលដែលកាសូវរីទទួលទានផ្លែឈើវាក៏បានជ្រុះគ្រាប់ចូលទៅក្នុងដីពេលដែលនាងដើរចេញគ្រាប់នោះក៏បានคล้ายមនុស្សដំបងគេហើយមនុស្សទាំងនោះបានចាប់ផ្ដើមដើរតាមស្នាមរបស់កាសូវរីហើយរៀនធ្វើអ្វីគ្រប់យ៉ាងដោយដែលកាសូវរីបានធ្វើពីមុនមកតែពិភពលោករីកលូតលាស់កាសូវរីបានឃើញថាមនុស្សប្រែក្លាយទៅជាឆ្លាតដោយយកធម្មជាតិជាធំបានបំផ្លិចបំផ្លាញខ្វះការគោរពដល់ដីនិងសត្វនាងចាប់ផ្ដើមសោកសៅពេលនោះហើយដែលធ្វើឲ្យនាងសម្រេចចិត្តដើរចេញនិងចូលទៅក្នុងព្រៃជ្រៅបាត់ទៅក្រោយមកមនុស្សគ្រប់ជាតិសាសន៍នៅអូស្ត្រាលីបានជឿថាកាសូវរីមិនទាន់ស្លាប់នោះទេនាងគ្រាន់តែបោះចោលស្លាបរបស់នាងដើម្បីមនុស្សជាការកត់ចំណាំនិងជាការរំលឹកថាពិភពលោកទាំងមូលកើតចេញពីស្នាមជើងរបស់នាងរហូតមកដល់បច្ចុប្បន្នពេលដែលមានភ្លៀងធ្លាក់ធំនិងមានសំឡេងប៊ូមនៅក្នុងព្រៃដែលជាសំឡេងរបស់កាសូវរីដែលនៅតែដើរទៅដើរមកដើម្បីរំលឹកមនុស្សថាកុំភ្លេចអ្នកដែលបានបង្កើតដីនេះជីវិតនិងវិញ្ញាណរបស់កាសូវរីគឺជាអ្នកការពារហើយស្ថិតនៅជារៀងរហូត